បាត់នៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នៅកាលពីវេលាម៉ោង11:08នាទីព្រឹកគឺក្រុមអ្នកសង្កេតការណ៍អាស៊ានហៅកាត់ថា AOT បាទក្រោមការសម្របសម្រួលដោយក្រសួងការពារជាតិនៃប្រទេសកម្ពុជាបានចុះទៅពិនិត្យនិងផ្ទៀងផ្ទាត់បាទការអនុវត្តនៅបទចុះបាញ់នៅច្រកច1ឃុំថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់បាទហើយអំឡុងពេលដែលក្រុមអ្នកសង្កេតការណ៍អាស៊ានបានចុះទៅដល់ទីនោះក៏មានការផ្ទុះអាវុធពីភាគីថៃបាទដើម្បីសុវត្ថិភាពនៃក្រុមអ្នកសង្កេតការណ៍អាស៊ានទាំងនោះពួកគាត់ក៏បានធ្វើការបាទសម្រាប់ចិត្តផ្អាកក្នុងការផ្ទៀងផ្ទាត់ក៏ដូចជាចុះទៅតំបន់ទាំងនោះផងដែរបាទដែលឡែកគឺយោងទៅតាមសារព័ត៌មាននៅឯប្រទេសថៃបានលើកឡើងថាបាទក្រុមអ្នកសង្កេតការណ៍អាស៊ាននៅក្នុងប្រទេសកម្ពុជាបាទគឺជាក្រុមអ្នកសង្កេតការណ៍คล้ายៗនោះទេបាទនេះជាការលើកឡើងរបស់ភាគីថៃបាទដែលឡែកគឺនៅថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នេះផងដែរគឺកងទ័ពថៃបានធ្វើការដឹកនាំនៅអនុពន្ធបាទយោធាប្រចាំនៃប្រទេសថៃចំនួន17ប្រទេសដើម្បីធ្វើដំណើរបាទទៅកាន់ខេត្តស្រះកែវដើម្បីបង្ហាញពីការវិវត្តស្ថានភាពនៅតាមបន្ទាត់ព្រំដែនដែលស្ថិតនៅភូមិនងយ៉ាកែវបាទនិងភូមិនងច័ន្ទបាទហើយនឹងបានធ្វើការតាមដានការប្រើប្រាស់ដ្រូនដើម្បីបោះបង្គោលព្រំដែនបណ្ដោះអាសន្ននៅតាមបន្ទាត់ព្រំដែនរវាងប្រទេសកម្ពុជាផងដែរដោយនៅចន្លោះបង្គោលព្រំដែនលេខ42ដល់លេខ47នៅក្នុងថ្ងៃនេះផងដែរបាទតើតើនឹងការផ្ទុះអាវុធនេះផងដែរខាងក្រសួងការពារជាតិថៃបានប្រមានថាបាទប្រសិនបើទាហានកម្ពុជាឆ្លងកាត់ខ្សែបន្ទាត់បើហួសពីព្រំដែននោះយោធាថៃនឹងបាញ់ព្រមានមួយគ្រាប់បាទហើយបន្ទាប់មកគឺបាញ់ឲ្យចំយោធាកម្ពុជាតែម្ដងបាទនេះជាព័ត៌មានទាក់ទងនឹងការលើកឡើងនៃក្រសួងការពារជាតិរបស់ប្រទេសថៃបាទទាក់ទងនឹងការផ្ទុះអាវុធនៅកាលពីព្រឹកមិញដែលស្ថិតនៅថ្ងៃទី19វិច្ឆិកា2025គឺខាងភាគីថៃបានលើកឡើងថាបាទមិនមែនជាការផ្ទុះអាវុធទេបាទគឺជាការផ្ទុះនៅក្របផាវបាទហើយខ្លះក៏បានលើកឡើងថាភាគីកម្ពុជាគឺជាអ្នកធ្វើឲ្យមានការផ្ទុះអាវុធនៅខាងភាគីថៃបាទនេះជាការលើកឡើងពីភាគីនៃកងទ័ពថៃទេបាទប៉ុន្តែជាការពិតគឺភាគីថៃនេះឯងបាទកងទ័ពថៃនេះឯងគឺជាអ្នកបង្កគឺជាអ្នកធ្វើឲ្យមានការផ្ទុះអាវុធនៅកាលពីព្រឹកថ្ងៃទី19វិច្ឆិកា2025ថ្ងៃនេះផងដែរបាទ